សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់នាំបងប្អូនទាំងអស់គ្នាមកមើលពីវត្ថុធាតុដើមសំខាន់ក្នុងការផលិតទឹកត្រីថ្ងៃខេត្តកំពតគឺត្រីកាកើមសមុទ្របាទត្រីឈាមបងប្អូនឃើញហើយគឺស្រស់ហើយមើលទៅឃើញឈាមឃើញសាច់ច្បាស់មែនតើនៅថ្ងៃនេះចង់បង្ហាញបងប្អូនឲ្យបានច្បាស់ថាត្រីនេះគឺមានតែសាច់ឈាមនិងប្រូតេអ៊ីនហើយបើយើងនិយាយពីលីវគឺតិចមែនតើសឹងតែអត់មានបងប្អូននេះគឺយើងធ្វើការវះមើលបងប្អូនឃើញសាច់ឈាមគឺស្រស់មែនតើបាទហើយអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនគឺត្រីសមុទ្រគឺយើងយកទៅធ្វើទឹកត្រីគឺសម្បូរទៅដោយជាតិប្រូតេអ៊ីនជាតិអូមេហ្គាដែលចេញមកពីខ្លាញ់ត្រីពីឈាមធ្វើឲ្យរសជាតិទឹកត្រីរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់ហើយគឺមានសារជាតិចិញ្ចឹមច្រើនហើយវាល្អសម្រាប់សុខភាពរបស់យើងថ្ងៃអ្វីដែលសំខាន់គឺត្រីស្រស់ហើយត្រីកំពតគឺមានប្រូតេអ៊ីនខ្ពស់ហើយនេះគឺយើងបន្ទុំបានរយៈពេល6ខែគឺយើងដាក់នៅកែវកញ្ចក់សម្រាប់បងប្អូនមើលគឺការវិវត្តរបស់វាទម្លាប់បានទឹកត្រីមួយគឺយើងត្រូវការប្រើពេលវេលាមែនតើបងប្អូន